ដើម្បីរៀនធ្វើចិត្តឲ្យរស់នៅជាមួយអ្វីដែលយើងកំពុងមានឬការស្វែងរកសេចក្តីសុខក្នុងចិត្តជាមួយបច្ចុប្បន្នភាពអ្នកអាចអនុវត្តតាមគន្លឹះសំខាន់និងការផ្លាស់ប្ដូរផ្នត់គំនិតដូចខាងក្រោមនេះ 1. បញ្ឈប់ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃទទួលស្គាល់ផ្លូវជីវិតរៀងខ្លួនជីវិតមនុស្សម្នាក់មិនមានដំណើរខុសគ្នានិងមានពេលវេលាជោគជ័យមិនដូចគ្នាទេមើលឃើញពីតម្លៃផ្ទាល់ខ្លួនការដេញតាមជីវិតរបស់អ្នកដទៃលើបណ្ដាញសង្គមនាំឲ្យយើងមើលរំលងរបស់មានតម្លៃដែលយើងកំពុងមាននៅក្នុងដៃ 2. ទម្លាប់ដឹងគុណកត់ចំណាំរឿងល្អៗប្រចាំថ្ងៃរៀនអរគុណនៅអ្វីដែលយើងមានក្នុងថ្ងៃនេះទោះបីជារឿងតូចតាចក៏ដោយដូចជាអាហារ3ពេលមានកន្លែងគេងមានសុខភាពល្អមានគ្រួសារនៅក្បែរផ្ដោតលើអ្វីដែលមានជាងអ្វីដែលបាត់បង់ការផ្ដោតលើអ្វីដែលខ្វះខាតធ្វើឲ្យចិត្តក្រៀមក្រំតែការផ្ដោតលើអ្វីដែលយើងមានធ្វើឲ្យចិត្តរីកចម្រើនរស់នៅក្នុងខណៈបច្ចុប្បន្នកាត់បន្ថយការបារម្ភពីអនាគតជារឿងមិនទាន់មកដល់ចំណែកអតីតកាលជារឿងដែលបានកន្លងហួសទៅហើយនឹងមិនអាចកែប្រែបានធ្វើរឿងចំពោះមុខឲ្យអស់ពីសមត្ថភាពការរស់នៅដោយយកចិត្តទុកដាក់លើអ្វីដែលកំពុងធ្វើនៅបច្ចុប្បន្ននឹងនាំមកនូវភាពស្ងប់សុខពិតប្រាកដ 4. រៀនព្រមទទួលការពិតទទួលស្គាល់ភាពមិនល្អឥតខ្ចោះជីវិតមនុស្សគ្មានអ្វីដែលល្អឥតខ្ចោះ 100% នោះទេការចេះទទួលយកទាំងចំណុចខ្វះខាតនិងភាពខកបំណងគឺជាគន្លឹះដោះស្រាយចិត្តឲ្យមានសេរីភាពគ្រប់គ្រងចិត្តខ្លួនឯងយើងមិនអាចគ្រប់គ្រងព្រឹត្តិការណ៍ខាងក្រៅទាំងអស់ទេប៉ុន្តែយើងអាចគ្រប់គ្រងប្រតិកម្មនិងចិត្តរបស់យើងបាន 5. រស់នៅដោយភាពស្ងប់ស្ងាត់និងសាមញ្ញកាត់បន្ថយភាពរញ៉េរញ៉ៃការរស់នៅដោយមានគោលបំណងច្បាស់លាស់និងការចំណាយពេលជាមួយមនុស្សដែលមានថាមពលវិជ្ជមានជួយឲ្យចិត្តស្ងប់ធ្វើអ្វីដោយមិនប្រញាប់ប្រញាល់រៀនដើរដោយយឺតដើម្បីមានឱកាសសង្កេតនិងរីករាយជាមួយសម្រស់នៃជីវិតជុំវិញខ្លួនប៉ុន្តែវាជាការមានក្តីសុខបណ្ដើរដើរទៅមុខបណ្ដើរដោយមិនយកសុភមង្គលទៅផ្ញើទុកលើខណៈនៃថ្ងៃអនាគតតើអ្នកកំពុងជួបរឿងស្មុគស្មាញជាក់លាក់ណាមួយដែលធ្វើឲ្យពិបាកចិត្តឬចង់ឲ្យខ្ញុំជួយរៀបចំវិធីសាស្ត្រអនុវត្តផ្ទាល់ខ្លួនសម្រាប់រឿងនេះដែរឬទេការរៀនធ្វើចិត្តឲ្យចេះគ្រប់គឺជាសិល្បៈនៃការបង្កើតសេចក្តីសុខពីខាងក្នុងដោយមិនចាំបាច់រងចាំឲ្យមានគ្រប់យ៉ាងទើបមានសុភមង្គលនោះទេខាងក្រោមនេះជាវិធីសាស្ត្រផ្លាស់ប្ដូរការគិតដើម្បីជួយឲ្យចិត្តរបស់អ្នកចេះគ្រប់ 1. យល់ដឹងពីពាក្យថាគ្រប់ឲ្យត្រឹមត្រូវចេះគ្រប់មិនមែនជាការបោះបង់វាមិនមែនមានន័យថាអ្នកត្រូវឈប់ប្រឹងប្រែងឬឈប់អភិវឌ្ឍខ្លួននោះទេស្គាល់បន្ទាត់សុភមង្គលវាគឺជាការដឹងគុណនៅអ្វីដែលមានក្នុងដៃខណៈពេលដែលអ្នកកំពុងបន្តដំណើរទៅមុខដោយចិត្តស្ងប់ 2. កាត់ផ្ដាច់ឫសគល់នៃភាពលោភលន់ឈប់ធៀបនឹងអ្នកដទៃការធៀបនឹងអ្នកដទៃគឺជាចោលលួចក្តីសុខជីវិតគេនិងជីវិតយើងមានខ្សែរឿងខុសគ្នាបែងចែករវាងតម្រូវការនិងការចង់បានសួរខ្លួនឯងមុននឹងទិញឬចង់បានអ្វីមួយថាវាជាវត្ថុចាំបាច់ឬគ្រាន់តែជាអារម្មណ៍ចង់បានមួយគ្រា 3. អនុវត្តទម្លាប់បង្កើតចិត្តស្កប់ស្កល់មើលចុះក្រោមខ្លះនៅពេលមានអារម្មណ៍ថាខ្វះខាតចូលក្រឡេកមើលមនុស្សដែលខ្វះខាតជាងយើងដើម្បីដឹងថាជីវិតយើងសំណាងប៉ុណ្ណាហើយកោតសរសើររឿងតូចតាចរៀនសប្បាយចិត្តនឹងរឿងសាមញ្ញដូចជាការញ៉ាំបាយជុំគ្នាការមានសុភមង្គលល្អការមានសុខភាពល្អការមានពេលសម្រាក 4. កាត់បន្ថយការដេញតាមសម្ភារៈនិយមសម្ភារៈមិនអាចបំពេញចិត្តដែលស្រេកឃ្លានបានទេរបស់ថ្មីផ្ដល់សេចក្តីសុខឲ្យអ្នកបានតែមួយរយៈខ្លីប៉ុណ្ណោះរួចវានឹងក្លាយជារបស់ចាស់ផ្ដោតលើតម្លៃខាងវិញ្ញាណវិនិយោគលើចំណេះដឹងបទពិសោធន៍ជីវិតនិងទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនព្រោះវាផ្ដល់តម្លៃយូរអង្វែង 5. រំលឹកខ្លួនឯងអំពីច្បាប់ធម្មជាតិគ្មានអ្វីជារបស់យើងរហូតទេមិនថាទ្រព្យសម្បត្តិកេរ្តិ៍ឈ្មោះឬឋានៈថ្ងៃណាមួយយើងគង់តែត្រូវលាជំនះវត្ថុទាំងនោះទាំងអស់រស់នៅដោយស្រាលខ្លួនកាលណាមានការចង់បានតិចចិត្តក៏មិនសូវហត់ជីវិតក៏កាន់តែមានសេរីភាពការធ្វើចិត្តឲ្យចេះគ្រប់ត្រូវការពន្យាពេលនិងវឹកហាត់បន្តិចម្ដងជារៀងរាល់ថ្ងៃនៅពេលចិត្តរបស់អ្នកគ្រប់ពិភពលោកទាំងមូលនឹងលែងមានអ្វីមកបង្ខំឬធ្វើបាបចិត្តអ្នកបានទៀតហើយតើបច្ចុប្បន្នភាពកត្តាជំរុញខាងក្រៅណាមួយ
ដូចជាសម្ពាធការងារបណ្ដាញសង្គមឬមនុស្សជុំវិញខ្លួនដែលធ្វើឲ្យអ្នកពិបាកគ្រប់គ្រងចិត្តចង់បានដែរឬទេប្រសិនបើអ្នកចង់ខ្ញុំអាចជួយរកវិធីដោះស្រាយតាមសមត្ថភាពជាក់ស្ដែងជូនអ្នកបានដើម្បីធ្វើចិត្តឲ្យចេះគ្រប់តាមរបៀបអនុវត្តជាក់ស្ដែងភ្លាមៗអ្នកអាចធ្វើតាមជំហានងាយៗនិងត្រង់ៗដូចខាងក្រោម 1. អនុវត្តច្បាប់5វិនាទីដើម្បីកាត់ចិត្តឈប់មើលបិទឬឈប់អូសទូរស័ព្ទមើលជីវិតហឺហារបស់អ្នកដទៃលើបណ្ដាញសង្គមភ្លាមៗនៅពេលចិត្តចាប់ផ្ដើមច្រណែនដកដង្ហើមនៅពេលចង់បានរបស់អ្វីមួយដែលមិនចាំបាច់ចូលដកដង្ហើមវែងៗហើយដើរចេញពីកន្លែងនោះរងចាំ48ម៉ោងសិនចាំសម្រេចចិត្តទិញ 2. ផ្លាស់ប្ដូរការប្រើប្រាស់ពាក្យសម្ដីដូចជាការគិតឈប់និយាយថាហេតុអ្វីខ្ញុំមិនមានដូចគេមកជាពាក្យថាអរគុណដែលខ្ញុំមានរបស់ទាំងនេះរំលឹកខ្លួនឯងថានិយាយទៅកាន់ខ្លួនឯងរាល់ព្រឹកថាអ្វីដែលខ្ញុំមាននៅពេលនេះគឺគ្រប់គ្រាន់សម្រាប់ថ្ងៃនេះហើយ 3. ធ្វើបញ្ជីទ្រព្យសម្បត្តិរបស់អ្នកសរសេរចេញមកយកក្រដាស់មកកត់រឿង3យ៉ាងដែលលុយមិនអាចទិញបានរបស់អ្នកឧទាហរណ៍ខ្យល់ដកដង្ហើមសុខភាពល្អគ្រួសារឬមិត្តភ័ក្តិល្អមើលឡើងវិញរាល់ពេលមានអារម្មណ៍ថាខ្វះខាតចូលបើកបញ្ជីនេះមកអានដើម្បីដឹងថាអ្នកអាចជាមនុស្សមានទ្រព្យស្ដុកស្ដំខាងវិញ្ញាណរួចទៅហើយ 4. កាត់បន្ថយការចង់បានតាមបែបផ្ទះស្អាតបោះបង់ចោលរបស់មិនប្រើរៀបចំបន្ទប់ឬផ្ទះរបស់អ្នកដោយលក់ឬបរិច្ចាគរបស់ដែលមិនបានប្រើលើសពី6ខែមើលឃើញភាពទទេការរស់នៅក្នុងកន្លែងដែលមានរបស់របរតិចជួយឲ្យចិត្តរបស់អ្នកស្រាលនិងកាត់បន្ថយចំណង់ចង់ទិញរបស់ថ្មីៗមកបំពេញ 5. ចែករំលែកទៅកាន់អ្នកដទៃធ្វើទានតាមលទ្ធភាពចែករំលែកអាហារសម្លៀកបំពាក់ចាស់ឬក្តីស្រឡាញ់ទៅកាន់អ្នកដែលខ្វះខាតជាងយើងដឹងតម្លៃការជួយអ្នកដទៃនឹងធ្វើឲ្យអ្នកដឹងថាខ្លួនឯងមានលើសលប់រហូតអាចចែករំលែកបានហើយចិត្តរបស់អ្នកនឹងពេញលេញទៅដោយស្វ័យប្រវត្តិចូលចងចាំថាចិត្តចេះគ្រប់មិនមែនកើតឡើងដោយឯងទេវាជាសាច់ដុំចិត្តដែលត្រូវវឹកហាត់ជារៀងរាល់ថ្ងៃការអនុវត្តច្បាប់5វិនាទីដើម្បីកាត់ចិត្តដើម្បីទប់អារម្មណ៍ភ្លាមៗការបញ្យល់បន្ថែមចិត្តរបស់មនុស្សយើងងាយនឹងរំភើបនឹងចង់បានណាស់នៅពេលឃើញរបស់ស្អាតឬឃើញជីវិតល្អរបស់គេច្បាប់5វិនាទីគឺជារលកសញ្ញាព្រមានខ្លួនឯងនៅពេលអ្នកឃើញគេបង្ហោះឡានថ្មីទូរស័ព្ទថ្មីឬដើរលេងកន្លែងប្រណិតហើយចិត្តរបស់អ្នកចាប់ផ្ដើមអន់ចិត្តនឹងខ្លួនឯងចូលរាប់1ដល់5រហូតចុចបិទទូរស័ព្ទភ្លាមការអនុវត្តចំពោះការទិញរបស់របរការទុកពេល48ម៉ោងជួយឲ្យអារម្មណ៍ឆេវឆាវខាងសាច់ឈាមថយចុះពេលហួស2ថ្ងៃអ្នកនឹងដឹងថារបស់នោះមិនចាំបាច់សម្រាប់ជីវិតអ្នកទាល់តែសោះ 2. ផ្លាស់ប្ដូរការប្រើប្រាស់ពាក្យសម្ដីដើម្បីប្ដូរផ្នត់គំនិតខាងក្នុងការពន្យល់បន្ថែមខួរក្បាលរបស់យើងជឿតាមអ្វីដែលយើងនិយាយទៅកាន់ខ្លួនឯងរាល់ថ្ងៃបើអ្នកតែងតែរអ៊ូថាខ្ញុំក្រណាស់ខ្ញុំគ្មានសំណាងដូចគេទេខួរក្បាលនឹងរកតែរឿងអវិជ្ជមានមកបង្ហាញដល់អ្នកការអនុវត្តការដូរមកនិយាយពីអរគុណគឺជាការដាស់ខួរក្បាលឲ្យស្វែងរកចំណុចវិជ្ជមានឧទាហរណ៍ទោះបីថ្ងៃនេះរកលុយមិនបានច្រើនតែត្រូវប្រាប់ខ្លួនឯងថាយ៉ាងហោចណាស់ក៏ថ្ងៃនេះខ្ញុំមានបាយហូបឆ្អែតនិងមានសុខភាពល្អអាចតស៊ូទៅមុខទៀតបានដែរធ្វើបញ្ជីទ្រព្យសម្បត្តិពិតដើម្បីរំលឹកតម្លៃខ្លួនឯងការពន្យល់បន្ថែមមនុស្សភាគច្រើនវាស់វែងទ្រព្យសម្បត្តិលុះត្រាតែមានលុយក្នុងធនាគារឬមានដីធ្លីប៉ុន្តែទ្រព្យសម្បត្តិដែលពិតប្រាកដជីវិតយើងគឺរបស់ដែលលុយមិនអាចទិញបានការអនុវត្តសាកល្បងគិតថាបើមានគេយកលុយ$10,000មកដូរនឹងភ្នែកទាំងគូរបស់អ្នកតើអ្នកដូរទេចម្លើយគឺមិនដូរទេនេះបញ្ជាក់ថាខ្លួនប្រាណនិងសុខភាពរបស់អ្នកមានតម្លៃរាប់លានដុល្លាររួចទៅហើយការមើលបញ្ជីនេះរដងធ្វើឲ្យយើងលែងមានអារម្មណ៍ថាខ្លួនឯងខ្វះខាត 4. កាត់បន្ថយការចង់បានតាមបែបផ្ទះស្អាតដើម្បីឲ្យចិត្តស្រាលការពន្យល់បន្ថែមកាលណាជំវិញខ្លួនយើងពោពេញទៅដោយរបស់របររញ៉េរញ៉ៃនឹងធ្វើឲ្យចិត្តរបស់យើងរញ៉េរញ៉ៃនិងចង់បានថែមឥតឈប់ឥតឈរដូចគ្នាការអនុវត្តការបោះចោលឬបរិច្ចាគរបស់ដែលមិនប្រើគឺជាការវឹកហាត់លះបង់ចំណង់នៅពេលបន្ទប់របស់អ្នកសល់តែរបស់ចាំបាច់ភ្នែករបស់អ្នកនឹងមើលឃើញតែភាពទូលាយចិត្តរបស់អ្នកនឹងមានអារម្មណ៍ថាស្រឡះស្ងប់ស្ងាត់និងលែងចង់បានរបស់របរមកថែមទៀតហើយ 5. ចែករំលែកទៅកាន់អ្នកដទៃដើម្បីបំពេញចិត្តឲ្យពេញការពន្យល់បន្ថែមចិត្តដែលលោភលន់គឺដូចជាធុងធ្លាយចាក់
ទឹកប៉ុណ្ណាក៏មិនពេញដែរប៉ុន្តែចិត្តដែលចេះចែករំលែកគឺជាចិត្តរបស់សេដ្ឋីការអនុវត្តនៅពេលអ្នកយល់របស់របរឬលុយកាក់បន្តិចបន្តួចទៅជួយអ្នកដទៃដែលពិបាកជាងអ្នកនឹងឃើញស្នាមញញឹមរបស់គេស្នាមនោះនឹងរំលឹកអ្នកថាជីវិតខ្ញុំសំណាងណាស់មានលទ្ធភាពអាចជួយគេបានថាមពលនេះនឹងបំពេញចិត្តរបស់អ្នកឲ្យមានភាពកក់ក្ដៅនិងមានក្តីសុខភ្លាមៗសរុបមកអត្ថបទខាងលើចង់បញ្យល់ថាចិត្តចេះគ្រប់មិនមែនកាត់ឡើងចេញដោយសារយើងមានរបស់គ្រប់យ៉ាងនោះទេប៉ុន្តែវាកើតឡើងដោយសារតែយើងចេះស្កប់ស្កល់នឹងអ្វីដែលមាននៅក្នុងដៃនៅពេលបច្ចុប្បន្ន